Bà bật ní cào móc lư ngày trăng lặng trai hỏi đào mà cái lại là bứ khơi phai là bứ đâu màu khơi thà miền phái mình ta được chia vì mình xây lọ đấy để sao tại vì nâng đấy ai nâng bà lạ đây được có chùm mùi nâng ta cơ cái xem vì ai nâng si phai nâng khôi ó hỏiខ្ញុំក៏យកខ្សែចងជាមួយនឹងអាស័យដើម្បីដំហើយយើងចងជាមួយនឹងពណ៌ដើមល្ពៅហ្នឹងដើម្បីកុំឲ្យវានៅដីកាលណាតែវានៅដីគឺវាខូចហើយផ្លែហ្នឹងបើសិនយើងចង់បានផ្លែដោយសារតែមូលហេតុដែលយើងឲ្យវានៅដីដោយសារតែល្ពៅវានឹងដីគឺបានផលច្រើនជាងយើងដាក់ទ្រើងដោយសារតែវានឹងដីទៅគឺរឹសវាចេញបន្ថែមទៀតដើម្បីចាប់ជាមួយនឹងដីដើម្បីឲ្យចេញត្រួយកាន់តែច្រើនដោយសារតែវល្លិនៃដើមល្ពៅហ្នឹងគឺនៅពេលដែលវានៅលើដីគឺវាចាប់ផ្ដើមចាប់ចេញជារឹសជាប់នឹងដីបន្តទៀតដែលធ្វើឲ្យវាអាចលូតលាស់ត្រួយបានបន្ថែមទៀតប៉ុន្តែបើសិនជាយើងចង់បានផ្លែវាគឺយើងត្រូវតែចងវាឲ្យផុតពីដីបែបនេះមកតែមួយឬក៏ពីរវល្លិឡើងលើមកទុកឲ្យវានឹងដីផ្សេងទៀតដើម្បីយកផ្លែរបស់វាយកមកបរិភោគនិងយកត្រួយរបស់វាមកបរិភោគធម្មតាដូចគ្នាដែរអរគុណច្រើនបាទ